Cristiano Ronaldo បង្ហាញការជឿជាក់យ៉ាងមុតមាំលើលោក Donald Trump ក្នុងការនាំសន្តិភាពជាសកលកីឡាករវ័យ40ឆ្នាំ Cristiano Ronaldo ដែលជាកំពូលតារាបាល់ទាត់សញ្ជាតិប៉ូទុយហ្គាល់និងជាខ្សែប្រយុទ្ធរបស់ក្លឹប Al Nassr នៅលីកកំពូលអារ៉ាប៊ីសាអូឌីតបានធ្វើឲ្យពិភពលោកចាប់អារម្មណ៍ជាថ្មីម្ដងទៀតតាមរយៈបទសម្ភាសន៍ផ្ដាច់មុខជាមួយអ្នកកាសែតដ៏ល្បី Piers Morgan នៅក្នុងកិច្ចសម្ភាសន៍នោះ Ronaldo បានលើកឡើងនៅអ្វីដែលលោកបានឃើញយ៉ាងច្បាស់លាស់ទាក់ទងនឹងបញ្ហាពិភពលោកនិងបានបង្ហាញការគាំទ្រចំពោះលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកRonaldo បានបញ្ជាក់អំពីបំណងប្រាថ្នារបស់ខ្លួនក្នុងការស្វែងរកសន្តិភាពសម្រាប់ពិភពលោកនិងបានលើកឡើងថាលោកជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់លោក Donald Trump គាត់ជាមនុស្សម្នាក់ដែលអាចជួយផ្លាស់ប្ដូរពិភពលោកបានយើងត្រូវការសន្តិភាពCristiano Ronaldo បានប្រាប់ Piers Morgan ដូចនេះការលើកឡើងនេះកើតឡើងបន្ទាប់ពីកីឡាកររូបនេះធ្លាប់បានផ្ញើអាវយឺតរបស់ក្រុមជម្រើសជាតិប៉ូទុយហ្គាល់ដែលមានហត្ថលេខាផ្ទាល់ខ្លួននិងសារថា Praying for Peace បួងសួងសុំសន្តិភាពទៅកាន់លោក Trump កាលពីខែមិថុនាកន្លងទៅបន្ថែមពីលើការកោតសរសើរចំពោះការដឹកនាំរបស់លោក Donald Trump លើនយោបាយជាសកលកីឡាករដែលមានរហស្សនាមថា CR7 រូបនេះក៏បានបង្ហាញបំណងថាលោកពិតជាចង់ជួបលោក Donald Trump ផ្ទាល់នាពេលអនាគតផងRonaldo ដែលត្រូវបានគេចាត់ទុកថាជាមនុស្សម្នាក់ដែលមានឥទ្ធិពលបំផុតនៅក្នុងពិភពកីឡានិងមានអ្នកគាំទ្ររាប់រយលាននាក់នៅទូទាំងពិភពលោកបានបង្ហាញថាអ្វីត្បិតតែលោកជាកំពូលតារាល្បីក៏ពិតមែនប៉ុន្តែលោកនៅតែតាមដាននិងចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើបុគ្គលសំខាន់ៗដែលមានសមត្ថភាពដឹកនាំនិងបង្កើតសន្តិភាពជាសកល